ចាថ្ងៃនេះមុននឹងបិទបញ្ចប់ holiday summer holiday សាលាកេកូបានរៀបចំនៅ workshop ខ្លីមួយដោយអញ្ជើញខាង Magic Glow ការធ្វើទៀនក្អូបចាពីខាង Magic Glow ឲ្យគាត់មកធ្វើ workshop ជាមួយនឹងអ្នកគ្រូហើយយើងចាប់ផ្ដើមជាមួយនឹងការដែលពួកគាត់រៀបចំមើលទៅរៀងស្មុគស្មាញច្រើនណា complicated ចាមានសម្ភារៈកញ្ចក់កញ្ចប់ច្រើនចាសម្រាប់តបតែងសម្រាប់ដេកឥឡូវហ្នឹងអ្នកគ្រូគាត់កំពុងរៀបចំឲ្យយើងត្រៀមនៅក្នុងការដែលយើងធ្វើហើយយើងមាន apron ហើយចាពីមួយជំហានទៅមួយជំហានគឺគាត់បញ្យល់ច្បាស់លាស់ថាតើត្រូវប្រើកម្ដៅប្រមាណប្រើសម្ភារៈអី vac ហ្នឹងចាប្រភេទ vac ឬមួយក៏ប្រភេទទៀនហ្នឹងយ៉ាងម៉េចយ៉ាងម៉ាអីចឹងណាចាអញ្ចឹងគឺយើងស្ដាប់ការណែនាំហើយបន្ទាប់មកយើងចាប់ផ្ដើមដេកចាអ្នកគ្រូគាត់យកកែវដែលត្រៀមដាក់ទៀននឹងយកមកគូគំនូរទៅតាមអ្វីដែលគាត់ចង់បានដើម្បីជាលក្ខណៈ unique style ផ្ទាល់ខ្លួនចាឥឡូវនេះកំពុងបញ្ចេញថ្មីដែរម្នាក់គឺថាពេលហ្នឹងគឺជក់ចិត្តមែនតើយើងអត់មានបែកអារម្មណ៍ទៅណាទេគឺផ្ចិតផ្ចង់គ្រូនិយាយក៏និយាយទៅស្ដាប់ក៏ស្ដាប់ធ្វើក៏ធ្វើចាគឺម្នាក់ផ្ចិតផ្ចង់ធ្វើតុបតែងចាគូគំនូរនៅលើផើងរៀងខ្លួនហើយស្អាតមែនតើណាចាបន្ទាប់មកទៀតគឺអ្នកគ្រូគាត់បង្ហាញអំពីការដែលយើងកម្ដៅ wax តើធ្វើយ៉ាងម៉េចជាមួយនឹងសីតុណ្ហភាពតើយើងត្រូវកម្ដៅរបៀបម៉េចវិធីកម្ដៅគឺមិនមែនចេះតែដាក់ដុតនៅលើចក្រានទេគេមានវាស់ស្ទង់ត្រឹមត្រូវនិយាយរួមទៅគឺមិនមែនស្រួលបើខ្ញុំតែទិញទៀនយកមកខ្លួនឯងខ្ញុំគិតថាស្រួលធ្វើខ្លួនឯងពិបាកចាប៉ុន្តែអ្វីដែលយើងទទួលបាននោះគឺអារម្មណ៍ជ្រាលជ្រៅគឺ inner healing អូយសប្បាយមែនតើណាចាអញ្ចឹងយើងពេលខ្លះបន្តិចបន្តួចប៉ុណ្ណឹងប៉ុន្តែវាជួយរំសាយ stress យើងច្រើនណាហើយជាពិសេសគឺនៅពេលណាដែលយើងចំណាយចិត្តចាទាំងកាយទាំងចិត្តខាងក្នុងយើងហើយយើងផលិតចេញមកចេញជាសមិទ្ធផលមួយស្រស់ស្អាតគឺយើងសប្បាយចិត្តរីករាយថ្ងៃហ្នឹងគឺសប្បាយមែនតើអ្នកគ្រូគាត់ពេញចិត្តនៅពេលដែល outcome តែចា the product ដែលខាង Magic Glow គាត់ conduct ហើយយើងធ្វើបន្ទាប់មកគឺមានមោទនភាពម្នាក់ពេញចិត្តនៅអ្វីដែលខ្លួនធ្វើហើយដេកនៅលើទៀននឹងឲ្យស្អាតថាទៅអ្នកគ្រូខ្លះដាក់ដូចនំខេកអញ្ចឹងណាបន្ទាប់ពីយើងធ្វើរួចរាល់ហើយយើងមកដាក់ជុំគ្នាចាគឺស្រស់ស្អាតមែនតើ style ម្នាក់មួយហើយគំនូរក៏ស្អាតដែរចាអញ្ចឹងសមិទ្ធផលរបស់យើងទាំងអស់មាន20នាក់ថ្ងៃហ្នឹងចាចូលរួមអញ្ចឹងយើងគុំគ្នាចេញច្រៀងបេះដូង